បងប្អូនទាំងអស់គ្នាសូមស្វាគមន៍កម្មការនៅវីដេអូទី4របស់នាងខ្ញុំតាក់ទងនឹងសិល្បៈបុរាណខ្មែរគឺលោកឈឿន ណា ឃីមខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនប្រកាសជាកាត់ការងឿងឆ្ងល់ហើយតាក់ទងនឹងការប្រគំតន្ត្រីបុរាណខ្មែរដើម្បីជូនដំណើរឲ្យអ្នកឃីមជាលើកចុងក្រោយចង់ដឹងថាតើដំណើរដើមទងនៃការប្រគំតន្ត្រីនេះបានកើតឡើងហើយអ្នកណាជាអ្នកស្នើសុំសូមបងប្អូនទៅតាមដានព័ត៌មានលម្អិតទាំងអស់គ្នាកាលពី2ម៉ោងកន្លងផុតទៅដែលយោងតាម Facebook Page ឈ្មោះថាខាត់សួស្ដីតន្ត្រីបុរាណបានលើកឡើងដូចនេះថាបងប្អូនយើងបានបំពេញបំណងជូនប្អូនរួចហើយដោយក្តីស្រឡាញ់អាណិតអាសូរដល់ប្អូនណាឃីមក៏បានប្រគំភ្លេងជូនប្អូនទៅតាមបំណងម្ដាយប្អូនបានប្រាប់ថាពេលប្អូនឈឺនៅពេទ្យប្អូនទន្ទិញបត់បែកចាននិងបត់ក្តោងធំជាប់រហូតហើយប្អូនបានប្រាប់ម្ដាយប្អូនថាម៉ែប្រាប់បងសួស្ដីផងថាខ្ញុំអត់បានទៅរោងការទេខ្ញុំឈឺហើយពេលនេះប្អូនបានលាចាកលោកហើយបងប្អូនយើងក៏បានបំពេញបំណាងជូនប្អូនដោយប្រគំភ្លេងលេង3បទជូនប្អូនដែលជាបទដែលប្អូនស្រឡាញ់ពួកយើងក៏មិនបានថតរូបឬថតវីដេអូបង្ហោះលើបណ្ដាញសង្គមនោះដែរដោយយល់ថាការប្រគំភ្លេងប្រពៃណីក្នុងកម្មវិធីបុណ្យសពវាពិតជាមិនត្រូវតាមទំនៀមទម្លាប់នោះទេតែខ្ញុំសូមចិត្តបងប្អូនដើម្បីទុកកិត្តិយសឲ្យវិញ្ញាណក្ខន្ធប្អូនទៅឲ្យបានសុខចាដោយយោងតាមអត្ថបទខាងលើនេះសង្ឃឹមថាបងប្អូនគឺលែងឆ្ងល់ទៀតហើយបន្ទាប់ពីសារនេះបង្ហោះចេញទៅឃើញថាប្រព័ន្ធគេហទំព័រ Facebook Page លោកព្រំប្រសិទ្ធកាលពី3ម៉ោងមុនដែលក្រោយនឹង Page របស់អ្នកនាងខាត់សួស្ដីបន្តិចនោះក៏បង្ហោះសារបែបនេះថាបន្តិចទៀតដង្ហែប្អូនឡើងកន្លែងថ្មីហើយពេលនេះជាពេលវេលាកាន់ទុក្ខប្អូនប្រុសដ៏កំសត់ដែលគ្រប់គ្នាស្ដាយអាឡោះអាលាយមិនមែនជាពេលវែកញែករកខុសត្រូវសមមិនសមសូមចិត្តចោះបើពិតជាគ្រាន់តែសុំប្រគំភ្លេង3បទខ្លីដើម្បីបំពេញបំណងម្ដាយសពខុសខ្លាំងខ្ញុំសូមទោសណាមួយយើងមិនឲ្យមានការថតផ្សព្វផ្សាយទេចាបងប្អូនទាំងអស់គ្នានេះហើយគឺជាមូលហេតុដែលមិនថតបង្ហាញហើយមួយទៀតបងប្អូនគឺជាទឹកចិត្តល្អថ្លៃថ្លាមែនតែនដែលPage អ្នកនាងខាត់សួស្ដីនឹងបាន share សម្រាប់ប្រេះញូដែលគេបានចុះអំពីសម្ដេចគតិប្រិទ្ធបណ្ឌិតបូរឌីហ៊ុនសែនបានចាត់ចែងសហការីឲ្យយកថវិកាចំនួន10លានរៀលចូលរួមចែករំលែកទុក្ខសពតារាចម្រៀងប្រពៃណីលោកឈឿន ណា ឃីមហើយអ្នកនាងខាត់សួស្ដីក៏បានសរសេរសារថ្លែងអំណរអគុណនៅទឹកចិត្តថ្លៃនិងគោរពជូនពរដល់សម្ដេចពុកសម្ដេចម៉ែផងដែរមួយវិញទៀតបងប្អូនសប្បុរសជនដែលតែងតែជួយណាឃីមតាំងពីណាឃីមនៅពេទ្យរហូតដល់ពេលបច្ចុប្បន្ននេះគឺមានច្រើនខ្លាំងមែនតើនាងខ្ញុំនឹងធ្វើវីដេអូនិងចែករំលែកនៅឈ្មោះសប្បុរសជនដែលតែងតែជួយទំនុកបម្រុងការព្យាបាលជំងឺរបស់ណាឃីមផងដែរអញ្ចឹងហើយវេលាម៉ោងនេះពេលនេះណាឃីមប្រហែលជាត្រូវបានព្រះអាគីកំពុងតែលេបត្របាក់រាងកាយរបស់ណាឃីមហើយអញ្ចឹងចាប់ពីថ្ងៃនេះតទៅគឺលែងមានរូបកាយរបស់ណាឃីមតទៅទៀតហើយមានតែឈ្មោះនិងសំឡេងតែប៉ុណ្ណោះកម្រងរូបភាពដែលសល់ទុកសម្រាប់ជាអនុស្សាវរីយ៍ឲ្យបងប្អូនមិត្តភ័ក្តិមើលពេលដែលនឹកគាត់តែប៉ុណ្ណោះអញ្ចឹងហើយនាងខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្នេះសូមអញ្ញាតគ្រប់នឹងជម្រាបលាជួបនាងខ្ញុំនៅវីដេអូក្រោយ